ជំរាបសួររឿងរបស់ខ្ញុំគឺជាព្រឹត្តិការណ៍ដ៏រន្ធត់បំផុតមួយក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំបានជួបប្រទះដែលបានកើតឡើងតាមរបៀបដែលមិននឹកស្មានដល់ហើយព្រឹត្តិការណ៍នៅពេលនោះបានធ្វើឲ្យខ្ញុំមានការភ័ន្តច្រឡំទាំងផ្លូវចិត្តនិងផ្លូវកាយរហូតដល់សប្តាហ៍ថ្ងៃនេះហាក់ដូចជាខ្ញុំមិនអាចចេញពីវាបានអញ្ចឹងសូមឲ្យខ្ញុំចាប់ផ្ដើមរឿងរបស់ខ្ញុំបានកើតឡើងនៅពេលខ្ញុំនៅជាក្មេងជំទង់នៅពេលនោះខ្ញុំមានមិត្តភ័ក្តិច្រើនណាស់ពួកគេជាក្មេងៗដែលរស់នៅក្នុងសង្កាត់តែមួយពួកគេលេងជាមួយគ្នាគ្រប់ពេលពួកគេខ្លះបានជួបគ្នានៅសាលាវាជាសង្គមមួយនៅក្នុងខេត្តផ្សេងគ្នាមនុស្សគ្រប់គ្នាស្គាល់គ្នាពួកគេមិនបានរស់នៅដាច់ដោយឡែកពីគ្នាទេវាដូចជាការរស់នៅក្នុងទីក្រុងនៅពេលនោះពេលខ្ញុំធំឡើងខ្ញុំត្រូវតែទទួលស្គាល់ថាមនុស្សគ្រប់គ្នាធំឡើងបានល្អអ្នកខ្លះបានសិក្សាអ្នកខ្លះមិនបានសិក្សាអ្នកខ្លះញៀនថ្នាំអ្នកខ្លះមានមិត្តប្រុសនិងកូនតាំងពីក្មេងពេលវេលាកន្លងផុតទៅកាលខ្ញុំអាយុ17 18ឆ្នាំខ្ញុំមានមិត្តភ័ក្តិជិតស្និទ្ធ7 8នាក់នៅក្នុងក្រុមរបស់ខ្ញុំយើងមានភាពស្និទ្ធស្នាលគ្នាខ្លាំងណាស់រហូតដល់យើងក្លាយជាមិត្តល្អបំផុតយើងបានចេញទៅក្រៅជាមួយគ្នាញ៉ាំអាហារជាមួយគ្នានិងលេងជាមួយគ្នាយើងបានធ្វើអ្វីៗគ្រប់យ៉ាងជាមួយគ្នារហូតដល់ថ្ងៃមួយមិត្តភ័ក្តិម្នាក់ក្នុងក្រុមរបស់ខ្ញុំឈ្មោះនីកបានដើរមករកខ្ញុំពេលគាត់ទៅដល់ក្រុមរបស់ខ្ញុំគាត់បានប្រាប់ខ្ញុំថាគាត់ខូចចិត្តយ៉ាងខ្លាំងមិត្តស្រីរបស់គាត់បានបែកបាក់ជាមួយគាត់ហើយគាត់ក៏ចាប់ផ្ដើមយំយើងសើចប៉ុន្តែយើងមានអារម្មណ៍សោកសៅដោយសម្ងាត់ដូច្នេះយើងព្យាយាមលួងលោមគាត់ខ្ញុំដឹងថានីកមានចិត្តល្អចិត្តរបស់គាត់ទន់ខ្សោយណាស់គាត់មានអារម្មណ៍សោកសៅបន្តិចគាត់មិនខ្លាំងដូចមនុស្សដទៃទេគាត់និយាយថាអូអ្នកយំច្រើនម្លេះទៅកោពុកមាត់ទៅមានរឿងអ្វីគួរឲ្យសោកស្ដាយម្លេះវាមិនសមនឹងមុខរបស់អ្នកទាល់តែសោះមែនហើយតោះផឹកមនុស្សចូលចិត្តអ្នកខ្លាំងណាស់អ្នកមើលទៅដូចជាអាចយកឈ្នះភូមិទាំងមូលបានយើងបានព្យាយាមលួងលោមគាត់ប៉ុន្តែយើងបានធ្វើវាតាមរបៀបរបស់យើងរហូតដល់នីកចាប់ផ្ដើមសើចប៉ុន្តែបន្ទាប់ពីថ្ងៃនោះពីអ្វីដែលហាក់ដូចជាល្អនីកមិនបានធូរស្រាលទៀតទេគាត់កាន់តែអាក្រក់ទៅបោះជ័យយើងបាននិយាយគ្នាហើយនិយាយគ្នាទៀតហើយយើងមានអារម្មណ៍ថាគាត់សោកសៅខ្លាំងណាស់វាអាក្រក់ជាងអ្វីដែលយើងគិតទៅទៀតដូច្នេះយើងក៏សម្រេចចិត្តនាំគាត់ទៅដើរលេងដើម្បីស្វែងរកនារីម្នាក់នៅក្នុងទីក្រុងបន្ទាប់ពីថ្ងៃនោះមកមួយថ្ងៃយើងបានសម្រេចចិត្តនាំគាត់ទៅហាងខារ៉ាអូខេមួយយើងបានជិះម៉ូតូទៅផ្ទះរបស់គាត់ហើយពេលទៅដល់ទីនោះយើងបានប្រាប់គាត់ឲ្យងូតទឹកហើយស្លៀកពាក់បន្ទាប់ពីអ្វីៗគ្រប់យ៉ាងរួចរាល់ខ្ញុំបានឲ្យគាត់ចុះពីឡានហើយបន្ទាប់មកយើងបានបើកឡានចូលទៅក្នុងទីក្រុងពេលយើងទៅដល់ទីនោះដំបូងឡើយគាត់ហាក់ដូចជាមិនចង់ចូលទេប៉ុន្តែយើងបានព្យាយាមបញ្ចុះបញ្ចូលគាត់ឲ្យចូលទៅហើយពេលយើងទៅដល់ទីនោះយើងបានច្រៀងនិងកំងភេសជ្ជៈមកញ៉ាំនៅពេលនោះច្បាប់មិនទាន់តឹងរឹងខ្លាំងទេហើយទោះបីជាអ្នកមិនទាន់គ្រប់អាយុក៏ដោយអ្នកអាចចូលទៅបានដូច្នេះយើងបានចូលទៅរួមទាំងបងប្រុសរបស់មិត្តភ័ក្តិម្នាក់ផងដែរគាត់ស្គាល់ម្ចាស់បារដូច្នេះយើងអាចចូលទៅបានហើយពេលយើងញ៉ាំអាហារមិត្តខ្ញុំបានហៅនារីម្នាក់ឲ្យទៅជួបនីកដែលនៅតែសោកសៅប៉ុន្តែមិត្តខ្ញុំបានប្រាប់នារីនោះថាប្រសិនបើមានឱកាសគាត់នឹងនាំនីកទៅជាន់លើហើយបន្ទាប់ពីយើងផឹកសាររួចពេលងងឹតបងប្រុសរបស់នារីនោះបាននាំនីកទៅជាន់លើនៅទីបំផុតនៅយប់នោះនីកបានបាត់ខ្លួនប្រហែល1ម៉ោងឬច្រើនជាងនេះហើយបន្ទាប់មកគាត់បានត្រឡប់មកវិញដោយស្លៀកអាវឆ្នោតវាទំនងជាមេឃពណ៌លឿងគាត់បានសន្លប់រហូតដល់ប្រហែលពាក់កណ្ដាលអាធ្រាត្រយើងបានបើកឡានត្រឡប់មកវិញសួស្ដីតោះទៅផ្ទះនីកយប់នេះខ្ញុំនឹងទិញភេសជ្ជៈបន្ថែមដើម្បីយើងអាចញ៉ាំអាហារជាមួយគ្នានៅតាមផ្លូវត្រឡប់មកវិញយើងបាននិយាយអំពីការទៅផ្ទះរបស់នីកដូច្នេះយើងបានឈប់ទិញរបស់ពេលយើងទៅដល់ផ្ទះរបស់នីកយើងបានទៅញ៉ាំអាហារខ្ញុំត្រូវតែនិយាយថាឪពុកម្ដាយរបស់នីកមានភាពធូររលុងណាស់ហើយរឿងមួយទៀតយើងបានទៅទីនោះញឹកញាប់យើងបានឃើញមុខគ្នាគ្រប់ពេលឪពុកម្ដាយស្គាល់គ្នាដូច្នេះពួកគេខ្ជិលនិយាយនៅយប់នោះយើងបានញ៉ាំអាហារជាមួយគ្នាហើយខ្ញុំបានកត់សម្គាល់ឃើញថាស្ថានភាពផ្លូវចិត្តរបស់នីកកាន់តែល្អប្រសើរឡើងហើយក៏មានអេដែលជាមិត្តជិតស្និទ្ធរបស់គាត់កំពុងនិយាយនិងសើចជាមួយគាត់ពេលវេលាកន្លងផុតទៅប្រហែលម៉ោង1ទៀបភ្លឺនីកបានក្រោកឡើងហើយនិយាយថាគាត់មិនអាចទ្រាំទ្របានទៀតទេអ្នកទាំងអស់គ្នាទៅញ៉ាំអាហារទៅខ្ញុំនឹងទៅគេងមុនអ្វីតើអ្នកចង់មានន័យយ៉ាងណាមិត្តខ្ញុំទើបតែមកដល់ផ្ទះតើអ្នកនឹងទៅដេកនៅឯណាអ្វីក៏ដោយឲ្យគាត់ទៅដេកទៅគាត់មិនបានដេកអស់រយៈពេលជាច្រើនខែមកហើយគាត់មិនអាចទ្រាំទ្របានទៀតទេយើងសើចហើយញ៉ាំអាហារយ៉ាងស្ងៀមស្ងាត់ពីព្រោះថ្ងៃនោះយើងបានឡើងទៅញ៉ាំអាហារនៅលើដំបូលផ្ទះមិនមែននៅក្រោមដំបូលផ្ទះដដែលដូចមុនទេហើយពេលយើងញ៉ាំអាហារយើងគិតថាបន្ទាប់ពីដបនេះយើងនឹងបែកគ្នាហើយត្រឡប់ទៅផ្ទះវិញប៉ុន្តែស្ដាប់ចុះបន្ទាប់ពីនោះពេលយើងញ៉ាំអាហារបន្ទាប់ពីនីកចូលគេងប្រហែល15នាទីក៏មានសំឡេងខ្លាំងម្ដងទៀតសំឡេងនោះខ្លាំងពេកដែលយើងទាំងអស់គ្នាភ័យស្លន់ស្លោហើយស្ទើរតែធ្លាក់ពីលើខ្សែពួរហើយពេលយើងភ្ញាក់ពីដំណេកយើងដឹងថាយើងកំពុងជួបបញ្ហាពីព្រោះសំឡេងនោះជាសំឡេងមួយទៀតហើយសំឡេងខ្លាំងៗនោះបានមកពីបន្ទប់របស់នីកមនុស្សគ្រប់គ្នាស្រែកឡើងហើយរត់ទៅបន្ទប់របស់នីកភ្លាមហើយពេលខ្ញុំបើកទ្វារខ្ញុំក៏ចូលទៅហើយឃើញថាអ្វីៗបានចប់សពគ្រប់ហើយស្ថានភាពរបស់នីកគឺថាគាត់កំពុងអង្គុយលើកេមក្រេហើយដួលលើក្រេគាត់ហៀសម្បោដូចជាគាត់បានបើកក្បាលម៉ាស៊ីនទឹកសក់របស់គាត់ប្រឡាក់ដោយគ្រាប់កាំភ្លើងអាវុធបានធ្លាក់មកចំហៀងខ្លួនវាពិតជាចប់ហើយនីកបានធ្វើវាដោយខ្លួនឯងគាត់បានបញ្ចប់ជីវិតរបស់គាត់យើងទាំងអស់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងឪពុកម្ដាយរបស់នីកនិងជីដូនរបស់គាត់ពួកគេទាំងអស់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទោះបីជាពួកគេបានព្យាយាមហៅរថយន្តសង្គ្រោះបន្ទាន់ក៏ដោយប៉ុន្តែនៅទីបញ្ចប់ពួកគេមិនអាចជួយអ្វីបានឡើយដោយសារហេតុការណ៍នោះយើងមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំងពេលដល់ពិធីបុណ្យសពយើងបានខិតខំអស់ពីសមត្ថភាពដើម្បីជូនដំណើរគាត់ជាលើកចុងក្រោយដំបូងឡើយអ្វីគឺធម្មតាប៉ុន្តែការវេលាកន្លងផុតទៅនៅថ្ងៃបុណ្យសពនៅយប់ទី3វាបានបង្ហាញថាភ្លាមនោះមានសំឡេងខ្លាំងមួយបានបន្លឺឡើងវាដូចជាសំឡេងគោះទ្វារវាបានបន្លឺឡើងយ៉ាងខ្លាំងពីខាងក្នុងវិហារ
ខ្ញុំបានលឺវាយ៉ាងច្បាស់វាដូចជាមាននរណាម្នាក់កំពុងទាត់ឬចាប់ដៃគាត់ខ្ញុំបានទៅមកខាងទៀតនៃវិហារអ្នកដែលនៅក្នុងវិហារប្រហែលជាបានលឺវាទាំងអស់អ្នកខ្លះលុតជង្គង់ពួកគេកំពុងរៀបចំរត់ពួកគេកំពុងរត់ខ្ញុំបានចូលទៅខាងក្នុងហើយព្យាយាមលើកគាត់ឡើងពេលខ្ញុំលើកគាត់ឡើងលោកពូតិធនបានប្រាប់ខ្ញុំឲ្យអត់ធ្មត់ព្រោះគាត់នឹងមិនភ្ញាក់ទេគាត់ហៀបនឹងត្រឡប់មករកភាពធម្មតាវិញប៉ុន្តែមានអ្វីមួយអំពីអេរយាប័តរបស់គាត់ដែលធ្វើឲ្យរាងកាយលាតសន្ធឹងពួកគេត្រូវបានរំកិលគ្នាទៅវិញទៅមកហើយបន្ទាប់ពីគាត់បើកភ្នែកឡើងខ្ញុំបានឃើញនៅផ្ទាល់ភ្នែកថានិកបានបើកភ្នែកឡើងវាដូចជាគាត់កំពុងដេកស្លាប់ហើយមិនបានដេកលក់ទេទោះបីជាពេលគាត់កំពុងចាក់ទឹកលើសាកសពពេលគាត់ដាក់សាកសពចុះភ្នែករបស់គាត់នៅតែដេកលក់ហើយមានឈាមនៅលើកញ្ចឹងករបស់គាត់វាដូចជាគាត់ខឹងខ្លាំងណាស់ហើយគាត់តានតឹងខ្លាំងណាស់ហើយយើងបានដឹងថាគ្មានផ្នែកណាមួយរបស់ទ្រង់ដែលអាចធ្លាក់មកលើមេឃឬប៉ះនឹងផ្នែកណាមួយរបស់វាបានទេពីព្រោះដៃរបស់ទ្រង់ត្រូវបានចងដោយខ្សែពួរហើយជើងរបស់ទ្រង់ត្រូវបានចងដោយខ្សែពួរមិនត្រឹមតែទ្រង់មិនដកដង្ហើមទេទ្រង់ក៏មានរន្ធមួយនៅលើក្បាលរបស់ទ្រង់ផងដែរបន្ទាប់ពីហេតុការណ៍នោះលោកពោធិធនបានយកខ្សែពួរនោះមកចងវាជុំវិញករបស់ទ្រង់លោកមិនបានបន្តសូត្រមន្តរហូតដល់ថ្ងៃបន្ទាប់ដែលជាថ្ងៃដុតភ្លើងនៅពេលថ្ងៃត្រង់លោកពោធិធនបានបន្តសូត្រមន្តរួមជាមួយនឹងរឿងជាច្រើនទៀតលោកអង្គុយលុតជង្គង់នៅកណ្ដាលផ្លូវហើយកំពុងត្រូវបានបរិសម្នាក់ទៀតបាញ់ដោយកាំភ្លើងខ្លីដែលត្រៀមបាញ់លោកយើងទាំងអស់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយយើងទាំងអស់គ្នាបានជន់ហ្វ្រាំងគ្មាននរណាម្នាក់ហ៊ានចូលទៅជិតទេហើយក្នុងរយៈពេលតិចជាង1នាទីតែមួយផ្លេតប៉ុណ្ណោះក៏មានសម្លេងផ្ទុះខ្លាំងមួយវាជាសម្លេងផ្ទុះខ្លាំងមែនទែនហើយអេក៏ដួលទៅលើដីពេលសម្លេងចប់ភ្លាមយើងទាំងអស់គ្នារត់ចេញលុតចុះទៅចិញ្ចើមផ្លូវមនុស្សមួយចំនួនមានការភ្ញាក់ផ្អើលលាក់ខ្លួននៅក្បែរម៉ូតូរបស់ពួកគេហើយចុងក្រោយបន្ទាប់ពីសម្លេងកាំភ្លើងមានអ្វីមួយដែលធ្វើឲ្យយើងភ្ញាក់ផ្អើលម្ដងទៀតនៅក្នុងវិនាទីនោះអ្វីដែលយើងបានឃើញគឺពេលដែលអ្នកដែលបាញ់មាន់នោះក្រោកឈរឡើងដើម្បីឲ្យភ្លើងស្តុបបើកយើងទាំងអស់គ្នាបានឃើញយ៉ាងច្បាស់ថាអ្នកដែលបាញ់មាន់នោះកំពុងឈរក្នុងទីតាំងមិនធម្មតាមានឈាមហូរចេញពីមុខរបួសមានឈាមនៅលើកញ្ចឹងកត្រូវហើយមនុស្សនោះគឺនិកជាមិត្តភក្តិរបស់យើងទាំងអស់គ្នាដែលបានបាត់បង់ជីវិតហើយត្រូវបានឆេះអស់រយៈពេលយូរមកហើយត្រឹមតែប្រមាណនាទីប៉ុណ្ណោះនិកក៏បាត់ទៅវាដូចជាគាត់បានបាត់ខ្លួនក្នុងទីងងឹតហើយពេលយើងត្រឡប់មកវិញយើងបានរកឃើញថាគ្មានអ្នកណានៅឡើយនិកបានទៅហើយអេបានទៅហើយគ្មានអ្វីសោះអ្វីដែលយើងបានឃើញគឺគ្មានអ្វីទាំងអស់នៅពេលនោះយើងទាំងអស់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដូច្នេះយើងបានទៅផ្ទះរបស់អេភ្លាមហើយពេលយើងទៅដល់ទីនោះយើងបានរកឃើញថាអេកំពុងដេកលក់គាត់មានសុវត្ថិភាពដូច្នេះយើងបានទុកគាត់ឲ្យនៅម្នាក់ឯងព្រោះគាត់ខ្លាចណាស់ដូច្នេះគាត់មិនចង់ប្រាប់យើងទេរហូតដល់ពេលវេលាកន្លងផុតទៅនៅពេលនោះខ្ញុំទទួលស្គាល់ថាខ្ញុំហត់នឿយណាស់ខ្ញុំមិនមានពេលច្រើនដើម្បីសិក្សាទេព្រោះខ្ញុំមិនចង់ចាក់ចេញពីផ្ទះនៅពេលយប់ប៉ុន្តែទោះបីជាយ៉ាងនេះក្តីខ្ញុំមិនអាចរត់គេចខ្លួនបានទេថ្ងៃមួយពេលខ្ញុំកំពុងដេកលក់ខ្ញុំបានឮសំឡេងនរណាម្នាក់ដើរជុំវិញផ្ទះដំបូងឡើយខ្ញុំគិតថាវាជាចោរប៉ុន្តែពេលខ្ញុំលួចមើលតាមបង្អួចខ្ញុំឃើញបរិសម្នាក់ដែលមានឈាមហូរចេញពីក្បាលកំពុងដើរជុំវិញផ្ទះគាត់កាន់អាវុធនៅក្នុងដៃហើយគាត់បានហៅឈ្មោះខ្ញុំវាច្បាស់ណាស់មនុស្សនោះគឺនិកហើយនៅក្នុងដៃរបស់គាត់ម្យ៉ាងវិញទៀតគាត់មិនបានកាន់អាវុធទេគាត់កំពុងកាន់អ្វីមួយវាមើលទៅមូលដូចជាដូងឬក្រូចឬអ្វីផ្សេងទៀតហើយពេលគាត់ឃើញខ្ញុំគឺប៉ុណ្ណឹងហើយបានបោកបោះនោះឡើងវាគ្រាន់តែជាបង្អួតតូចមួយប៉ុណ្ណោះប៉ុន្តែគាត់អាចក្អួតវាឡើងបានវាពិតជាអស្ចារ្យណាស់គាត់ដឹងថាវាត្រឹមត្រូវប៉ុន្តែគាត់បានក្អួតវាឡើងក្នុងករណីមានអាសន្នហើយនៅពេលដែលរបស់នោះត្រូវបានក្អួតចេញខ្ញុំបានប្រាប់គាត់ថាខ្ញុំស្ទើរតែខូចចិត្តនៅពេលដែលខ្ញុំឃើញថារបស់នោះជាក្បាលរបស់Aដែលត្រូវបានកាត់ចេញពីករបស់គាត់ហើយវាមានរាងអក្សរ B ខ្ញុំបើកភ្នែកធំវាមើលទៅដូចជាវាត្រូវបានកាត់ដោយការធ្វើទារុណកម្មខ្ញុំស្រែកខ្ញុំបានរត់ទៅបន្ទប់ឪពុកម្ដាយខ្ញុំរហូតដល់មនុស្សគ្រប់គ្នានៅក្នុងផ្ទះភ្ញាក់ឡើងខ្ញុំបានប្រាប់ពួកគេថាខ្ញុំបានឃើញក្បាលមនុស្សប៉ុន្តែនៅពេលដែលមនុស្សគ្រប់គ្នាភ្ញាក់ឡើងវាបានបង្ហាញថាគ្មានអ្វីនៅក្នុងផ្ទះនោះទេនិកក៏មិននៅទីនោះដែរមានតែបង្អួចមួយដែលខ្ញុំបានទុកឲ្យបើកចំហខ្ញុំគេងមិនលក់នៅយប់នោះទេរហូតដល់ល្ងាចបន្ទាប់នៅពេលដែលយើងទាំងអស់គ្នាបានជួបជុំគ្នានៅផ្ទះមិត្តភ័ក្តិរបស់ខ្ញុំទាំងអស់បាននិយាយថានៅពេលដែលនិកត្រូវបានខ្មោចបោកបញ្ឆោតកាលពីយប់មិញគាត់បានមកជួបខ្ញុំហើយមនុស្សគ្រប់គ្នាបានឃើញរឿងដូចគ្នាពេលនិកមកគាត់បានយកAមកជាមួយប៉ុន្តែរបៀបដែលគាត់មកមនុស្សគ្រប់គ្នាឃើញខុសគ្នាមនុស្សមួយចំនួនបានឃើញរាងកាយរបស់គាត់សូម្បីតែរាងកាយរបស់ខ្ញុំដែលពួកគេឃើញថាគ្រាន់តែជាក្បាច់ហើយមនុស្សគ្រប់គ្នាទទូចហើយនិយាយយ៉ាងច្បាស់ថាAដែលត្រូវបាននាំមកគឺត្រូវបាននាំមកស្លាប់នៅថ្ងៃនោះបន្ទាប់ពីនិយាយគ្នារួចយើងបានសម្រេចចិត្តទៅផ្ទះរបស់Aហើយពេលយើងមកដល់យើងបានសួរថាតើមានអ្វីខុសឬអត់ប្រសិនបើមានអ្វីមិនធម្មតាហើយគាត់បាននិយាយថាមានតែប៉ុណ្ណឹងវាដូចជា A បានបោះបង់ចោលស្ថានភាពរបស់គាត់អាក្រក់ខ្លាំងណាស់វាដូចជាគាត់មិនបានគេងអស់រយៈពេលជាច្រើនខែមកហើយរាងកាយរបស់គាត់ស្គមស្គាំងខ្លាំងណាស់ដែលមើលទៅគួរឲ្យខ្លាចនៅពេលនោះ A មានភាពតានតឹងគាត់បានដើរជុំវិញមួយសន្ទុះរួចគាត់ក៏អង្គុយចុះមុននឹងនិយាយថាគាត់មានរឿងចង់សារភាពខ្ញុំខុសហើយសូមអភ័យទោសខ្ញុំបានប្រាប់និកឲ្យធ្វើវាខ្ញុំបានប្រាប់គាត់ថាវាងាយស្រួលខ្ញុំបានទទួលយកក្តីសង្ឃឹមប៉ុន្តែខ្ញុំមិនគិតថាគាត់នឹងធ្វើវាពិតប្រាកដនោះទេត្រូវទេអ្វីដែល A ហៀបនឹងសារភាពគឺថាគាត់បានបង្ខំនិកឲ្យធ្វើវាម្យ៉ាងវិញទៀតគាត់បានប្រាប់និកឲ្យធ្វើបាបខ្លួនឯងដោយនិយាយថាប្រសិនបើអ្នកមិនអាចធ្វើវាបានចូលធ្វើវាទៅហើយអ្នកនឹងមិនអីទេប៉ុន្តែឥឡូវនេះគាត់គិតថាគាត់នឹងមិនអីទេប្រសិនបើគាត់ធ្វើវាដូច្នេះនិកបានត្រឡប់មកវិញខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំស្ទើរតែយំមិត្តភ័ក្តិផ្សេងទៀតបានសួរថានិកធូរស្រាលហើយឬនៅហេតុអ្វីបានជាអ្នកធ្វើបាបគាត់និក
យមក៏អត់គ្រាន់តែនិយាយថាគាត់មិនដឹងហើយក៏មិនបាននិយាយអ្វីបន្ទាប់ពីនោះដែរប៉ុន្តែប៉ុណ្្នឹងហើយមិនយូរប៉ុន្មានអតីតមិត្តស្រីរបស់ Nick ដែលបានប្រាប់គាត់ឲ្យបែកគ្នានោះមានផ្ទៃពោះត្រូវហើយនាងមានផ្ទៃពោះប៉ុន្តែប្រសិនបើនាងមិនមានផ្ទៃពោះជាមួយ Nick ទេយើងទាំងអស់គ្នាពិតជាភ្ញាក់ផ្អើលណាស់ខ្ញុំបានគិតអំពីវាហើយខ្ញុំនឹកឃើញថាតែងតែនិយាយថាមិត្តស្រីរបស់ Nick គឺស្រស់ស្អាតហើយគាត់ចូលចិត្តនាងខ្លាំងណាស់ប៉ុន្តែខ្ញុំមិនគិតថាវានឹងកើតឡើងទេនិយាយឲ្យត្រង់ទៅនៅពេលនោះយើងបានបែកគ្នាហើយខ្ញុំលែងចង់ពាក់ព័ន្ធទៀតហើយប៉ុន្តែបន្ទាប់ពីមួយរយៈប្រហែល1ខែក្រោយមកយើងបានដឹងថាមិត្តស្រីថ្មីរបស់ខែអាវ៉ូគឺជាអ្នកផ្សេងមិនមែនជាដែលយើងបានបែកគ្នានោះទេហើយយើងពិតជាបានភ្ជាប់ពាក្យគ្នាមែនអ្វីគ្រប់យ៉ាងគ្រាន់តែជាការស្មានរបស់យើងប៉ុណ្ណោះគ្រប់ពេលបន្ទាប់ពីនោះយើងមិនដែលឃើញទៅជួបខែអាវ៉ូសំបីតែម្ដងយើងពិតជាមានការងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបានជាវាបែបនេះហេតុអ្វីបានជាត្រូវបាន Nick បោកប្រាស់ហើយខែអាវ៉ូមានផ្ទៃពោះជាមួយអ្នកណាជាកូនស្រីរបស់មិត្តប្រុសថ្មីរបស់នាងឬកូនស្រីរបស់ Nick ប៉ុន្តែនៅទីបញ្ចប់បន្ទាប់ពីនោះដំណឹងអាក្រក់បំផុតនោះគឺថាយើងបានឮថាបានស្លាប់នៅពេលនោះយើងពិតជាមានការងឿងឆ្ងល់យ៉ាងខ្លាំងព្រោះចាប់តាំងពីយើងបែកគ្នាមកយើងមិនបានឃើញរហូតដល់ថ្ងៃដែលគាត់យើងបានរកឃើញថាមូលហេតុដែលស្លាប់គឺដោយសារតែឪពុករបស់ Nick ហើយម្ដាយរបស់ Nick បានបាញ់គាត់នៅក្នុងបន្ទប់តើអ្នកច្រឡំទេនេះជារឿងរ៉ាវត្រូវបានបាញ់ដោយឪពុករបស់ Nick និងម្ដាយរបស់ Nick នៅក្នុងបន្ទប់ម្ដាយរបស់ Nick ត្រូវហើយគឺជាមិត្តប្រុសរបស់ម្ដាយរបស់ Nick មិនមែនជាមិត្តប្រុសរបស់ KU ទេព្រោះម្ដាយរបស់ Nick មិនទាន់ចាស់ប្រមាណទេនៅពេលនោះគាត់នៅតែស្រស់ស្អាតនៅអាយុប្រហែល40ឆ្នាំពេលប៉ូលីសចាប់នាងឪពុករបស់ Nick បានសារភាពថាគាត់សង្ស័យថាគាត់មានរឿងធំមួយហើយថ្ងៃនោះជាថ្ងៃដែលគាត់ត្រូវចាប់គាត់បានឃើញវាដោយភ្នែករបស់គាត់ផ្ទាល់ដូច្នេះគាត់មិនអាចចាប់វាបានវាពិតជាអស្ចារ្យណាស់ខ្ញុំមិននឹកស្មានថាវានឹងបែបនេះទេខ្ញុំនឹងនិយាយវាដោយសង្ខេបរឿងនេះស្មុគស្មាញណាស់ក៏គឺជាមិត្តប្រុសរបស់ម្ដាយរបស់ Nick ដែលបានអនុញ្ញាតឲ្យមិត្តភ័ក្តិរបស់ Nick បញ្ចប់ជីវិតខ្លួនឯងម្យ៉ាងវិញទៀតក៏គឺជាមិត្តប្រុសរបស់ម្ដាយរបស់ Nick ដែលបានដេកជាមួយមិត្តភ័ក្តិរបស់ Nick ដែលបានអនុញ្ញាតឲ្យកូនប្រុសរបស់ Nick ធ្វើបាបខ្លួនឯងរហូតដល់គាត់ចាស់បន្ទាប់ពីនោះម្ដាយរបស់ Nick បាននិយាយថាគាត់នឹងមិនរំខានគាត់ទេហើយគាត់ក៏មិនបានឃើញខ្មោចរបស់ Nick ទៀតទេប្រសិនបើយើងក៏លេចមើលទៅក្រោយពេលដែលគាត់មករកយើងគាត់ប្រកាសជាខឹងខ្លាំងណាស់ដែលមានទំនាក់ទំនងស្នេហាជាមួយម្ដាយរបស់គាត់ហើយអនុញ្ញាតឲ្យគាត់បញ្ចប់ជីវិតរបស់គាត់ដូច្នេះគាត់បានព្យាយាមប្រាប់យើងអ្វីមួយដើម្បីប្រាប់យើងហើយប៉ុណ្ណឹងហើយជាចុងក្រោយនៅពេលដែលឪពុករបស់គាត់ចាប់គាត់បានហើយធ្វើដូច្នោះអ្វីៗក៏ចប់សម្រាប់គាត់នៅទីបញ្ចប់វាគឺជាការឈឺចាប់និងទុក្ខវេទនាដែលគ្មានអ្នកណាអាចបំភ្លេច